នេះជាកីឡាមួយប្រភេទវាមិនអាចដល់ថ្នាក់ស្លាប់នោះទេតែខ្ញុំគឺមានកីឡាជាច្រើនដែលខ្ញុំចូលចិត្តក៏ប៉ុន្តែសម្រាប់បណ្ដាមួយនេះគឺជាកីឡាមួយដែលវាអាចជាទីកសោរបស់ខ្ញុំមួយដែរវាជាការស្រឡាញ់មួយហើយនឹងការចូលចិត្តបាទហើយក៏ជំនះចិត្តគ្រួសារឪពុកម្ដាយដើម្បីសម្រេចចិត្តមកវឹកហាត់បណ្ដាលតាមក្តីសម័យរបស់ខ្លួនឯងដែលពីក្មេងមកគឺចង់ប្រកួតបណ្ដាលគុនខ្មែរគឺជាក្បាច់គុនបុរាណខ្មែរមួយបែបដែលរាប់បញ្ចូលក្នុងប្រភេទកីឡានិងមានភាពចំណាស់នៅក្នុងភូមិភាគអាស៊ីគុនខ្មែរត្រូវបានសម្គាល់ជាប្រភេទផ្ដាល់សេរីដោយកីឡាករអាចប្រើកែកនិងជង្គង់គ្រប់ទម្រង់នៃការប្រើប្រាស់ទៅរាប់បញ្ចូលជាស្និតគុនផងដែរមិនត្រឹមតែរួមចំណែកក្នុងការថែរក្សាវប្បធម៌អត្តសញ្ញាណជាតិខ្មែរដែលមានប្រវត្តិយូរអង្វែងប៉ុន្តែគុនខ្មែរក៏រួមចំណែកលើកស្ទួយជីវភាពរស់នៅដល់កីឡាករផងដែរជាក់ស្ដែងលោកឈឿនល្វីដែលជាកីឡាករគុនខ្មែរមួយរូបបានបញ្ជាក់ថាមុនពេលចូលវឹកហាត់គុនខ្មែរគ្រួសាររបស់លោកមានជីវភាពខ្វះខាតប៉ុន្តែក្រោយមកអាជីពមួយនេះបានផ្លាស់ប្ដូរជីវភាពគ្រួសាររបស់លោកទាំងស្រុងបាទសម្រាប់ការមុនឡើងសង្វៀនចូលវឹកហាត់បណ្ដាលហ្នឹងជីវភាពគ្រួសារគឺអាចនិយាយបានថាខ្វះខាតតិចតួចដែរបាទហើយវាមិនខ្វះខាតខ្លាំងទេគឺថាយើងអាចរកបានមហោបអីចឹងណាបាទហើយបន្ទាប់ពីនេះគឺវាអាចនិយាយថាកែប្រែច្រើនពីជីវភាពពីមុននឹងឥឡូវយើងអាចនិយាយចឹងនិយាយថាយើងមានថវិកាគ្រប់គ្រាន់សម្រាប់ការចាយវាសម្រាប់ធ្វើការផ្សេងបាទជួយបានច្រើនទាំងសេដ្ឋកិច្ចទាំងជីវភាពគ្រួសារហើយទាំងកិត្តិយសគ្រួសារគឺជួយបានច្រើនពីមុនចូលវឹកហាត់បណ្ដាលគឺខ្ញុំជាអ្នកធ្វើការបើកឡានដឹកអំបិលឲ្យគេបាទខ្ញុំគឺមានកីឡាជាច្រើនដែលខ្ញុំចូលចិត្តក៏ប៉ុន្តែសម្រាប់បណ្ដាមួយនេះគឺជាកីឡាមួយដែលវាអាចជាទីកសោរបស់ខ្ញុំមួយដែរហើយក៏សម្រាប់ចិត្តនឹងជ្រើសរើសយកវិស័យកីឡាបណ្ដាលវិជារឿងហាមឃាត់ហ្នឹងហាមឃាត់សឹងថាអញគាត់ចង់កាត់ការចោលក៏ប៉ុន្តែថាជំនះចិត្តខ្លួនឯងសុំគ្រួសារមកធ្វើការនៅភ្នំពេញហ្នឹងដើម្បីយកឱកាសហ្នឹងមកលួចចូលវឹកហាត់ស្ងាត់អត់ឲ្យគាត់ដឹងទៀតបាទអញ្ចឹងពេលឡើងប្រកួតក៏អត់ឲ្យគាត់ដឹងដែរគាត់ដឹងនៅពេលដែលខ្ញុំប្រកួតហើយមានបងប្អូនអ្នកភូមិគាត់បានអ្នកមើលបណ្ដាលអញ្ចឹងទៅគាត់ក៏ឃើញខ្ញុំឡើងប្រកួតហើយក៏គាត់ទេមកសួរមកហើយទេមកជេរមកស្ដីតាមអ្វីដែលគាត់ថាបានហាមបាន5អញ្ចឹងគឺខ្ញុំបានបញ្យល់ប្រាប់គាត់ថាម៉ែនេះជាកីឡាមួយប្រភេទវាមិនអាចដល់ថ្នាក់ស្លាប់នោះទេគឺគ្រាន់តែថាការប្រកួតជាការប្រកួតមិត្តភាពបាទហើយវាជាកីឡាចំណុចណាដែលគ្រោះថ្នាក់គឺលោកគ្រូបញ្ញាកណ្ដាលលោកគ្រូពេទ្យគាត់នឹងមើលគាត់ចេះមើលអញ្ចឹងគាត់អាចសង្គ្រោះបានវាមិនអាចដល់ថ្នាក់ស្លាប់ទេអញ្ចឹងគាត់ថាតាមក្តីសម័យរបស់យើងវិញឥឡូវគាត់ជំរុញវិញការប្រកួតដំបូងរបស់ខ្ញុំគឺចូលវឹកហាត់រយៈពេល1ខែពេញបាទលទ្ធផលគឺទទួលបានជ័យជំនះដោយបន្ទុកការប្រកួតដំបូងគឺជាការប្រកួតមួយដែលស្វិតស្វាញហើយក៏ជាការប្រកួតមួយដែលនិយាយឯងបានថាជាការប្រកួតដែលអស់សំណើចក៏ថាបានដែរបាទព្រោះថាការប្រកួតនោះគឺនិយាយទៅយើងឡើងវាយដំបូងគឺអត់មានក្បាច់មានអីដូចគេទេគឺឡើងទៅវាយយកតែម្ដងហើយសម្រាប់ការ
ชื่อครูนจะไอ้นั่นคือสังทาอย่าเป็นมาขายบันบัดชื่อครูนตามโกตุ่มบ้องคือบ้านทำการลุงกับไพเมินเรียวบาดอัดกรุบกรอนได้บ่ยังจัดแจงติงชนำห้องให้ยังติงซ้ำแต่เนี้ยสำหรับปราบในเปย์ประกวดพ้องคืออัดกรุบกรอนเนี่ยไอ้เปย์ประกวดชอบโยมเอาผัดจอบันลังไอ้เนสอตรงภายจิตมวยเป็นฟาลเมินบ้านใหญ่ปีกลาโก้เชิงหรือไว้เนี่ยความตรงคุณขมายฉบับจิตดังไงหรือไว้คือเชื่อกลาโก้มารูปได้ก็จัดนะบ้านใหญ่นะกลาจัดมองคืออัดแจกลายได้กูแต่ให้บ้านใหญ่ปีอาวุธบล็อกหรือไว้อัดมีไอ้กระทำปีไก่เนี่ยบ้านใหญ่ปีอาวุธดอกทมุนบล็อกคือไก่ในแต่มาดองให้เอาไว้ได้ทั่วเนี่ยความตรงเป็นจัดเชิงหรือไว้นั่นคือแปะปอนแต่นั้นจัดในการประกวดบล็อกรัวการประกวดบอลหรือไว้คือแต่งแต่กับกราดให้ชีพเปอร์เซ็นต์นั้นได้กูบล็อกเมาไม่น่ามันได้ถ้ามันได้ใบดิบ่าคือแต่งแต่ใบกระองพลายไก่ในบอลเชิงหรือไว้บ่ามันใบเชียมสลับคือมีนกรุบซับอย่างที่เราไว้คือเชื่อกลาโก้แต่งี้ในขนมการเตะจันเนี่ยความตระกูลขมายในขนมเปย์ปัจจุบันเดี๋ยวซาแต่การประกวดบล็อกคือตักจัดก้อนบัวหมดเหมือนเดิมบัดชื่อเราไว้นี่บางอย่างปีไว้คืออะไรอย่างอย่างปีบอกกับเล็กๆขนาดห่างไกลบล็อกvà nhomไปหัดvàเคยยังบอกกอดสมบูรณ์ก็ขมายก็หลังขมายโลมาnhomใจทำไมเนี่ย và nhưng mà nhom slowได้vậyแต่ไปไว้กาจ้ะจังกาไว้บอกก็คือกาให้ผัดโดก็อดได้เจ้ทอยเจ้ตรองไอ้เด้บ่าคือกอดไว้กาบ่าคุณขมายช่วยกอดบานเชิญบ่าดูจีดูดังสาวไว้กามุนกอดติ่งลานฮะแล้วก็เธอบานเตี้ยฮะเตี้ยจูนว่าครูซากอดเตี้ยចំណែកលោកយិនម៉ៅដែលជា producer និង MC នៅក្នុងស្ថានីយទូរទស្សន៍ CTN បានលើកឡើងថាបើនិយាយជារួមមកឈឿនល្បីពីមុននៅពេលដែលគេប្រឡូកនៅក្នុងវិស័យបណ្ដាគុណខ្មែរគេមានឈ្មោះមួយដែលកាលហ្នឹងគេហាត់ជាមួយនឹងលោកគ្រូឡុងសារវ័នកាលហ្នឹងនៅក្លឹបឡុងសារវ័នគុណខ្មែរឈ្មោះរបស់គេពីមុនមកគឺដាក់មកគឺឡុងវៃដោយយកឈ្មោះលោកគ្រូឡុងសារវ័នបូកជាមួយនឹងវៃមកដាក់ឡុងវៃហើយសម្រាប់ឡុងវ៉ៃនេះទៀតសោតបើនិយាយអំពីប្រវត្តិដែលគាត់ចូលប្រឡូកនៅក្នុងវិស័យគុណខ្មែរដំបូងគឺខ្ញុំចាំបាននៅសង្វៀនស៊ីដែលចូលមកគឺគីឡូធ្ងន់តែម្ដងហើយរាល់ពេលដែលដាក់ដៃគូជាមួយនឹងឡុងវ៉ៃឬក៏ឈឿនល្បីការគ្រានោះកម្រថាដៃគូណាអាចទប់ទល់ជាមួយនឹងឡុងវ៉ៃនឹងបានណាឬក៏ឈឿនល្បីនឹងបានណាដោយសារតែគេចេញមកគឺអាវុធគេកាយតែម្ដងមិនថាទាត់ក៏ដូចជាការប្រើកែងទេដៃគូដែលជួបការហ្នឹងណាដៃគូខ្មែរដែលជួបឡុងវ៉ៃឬក៏ឈឿនល្បីការហ្នឹងគាត់ថាឃើញរូបរាងមកពឺសបល់មួយបាត់ហើយសបល់ខ្មៅស្អែមបែបលក្ខណៈថាមើលទៅប្រយុទ្ធចំតួតែម្ដងសាច់កម្ពស់ហើយចេញមកគឺអាទឹកមុខគប់ផ្សំជាមួយនឹងអាក្បាច់គាត់កាយទៀតណាដាក់តាមអាទឹកពីទឹកដេកហើយការហ្នឹងអូគីឡូធំគូដបងគឺឡុងវ៉ៃឬក៏ឈឿនល្បីការហ្នឹងដាក់រៀបអស់ហើយយ៉ាងណាមិញលោកគ្រូផៅភឿកដែលជាគ្រូបង្ហាត់នៅក្លឹបអ្នកគ្រាចតុមុខបានលើកឡើងថាល្វីគឺជាកីឡាករម្នាក់ដែលឧស្សាហ៍ព្យាយាមនិងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់បើទោះបីមានគ្រូឬគ្មានគ្រូនៅក្លឹបក៏ដោយកីឡាករឈឿនវ័យតាំងពីខ្ញុំចូលមកបង្ហាត់នៅក្លឹបនេះជាង3ឆ្នាំគឺគាត់ព្យាយាមឧស្សាហ៍ព្យាយាមខ្លួនគាត់ទោះបីយើងមិនបានប្រឹងណែនាំគាត់ឬក៏គាត់យើងបានទៅបង្ខំគាត់គឺគាត់អនុវត្តព្យាយាមខ្លួនឯងបាទឲ្យតែមានពេលក្នុងការប្រកួតសប្តាហ៍ហ្នឹងឬសប្តាហ៍ក្រោយគាត់ព្យាយាមខ្លួនគាត់យើងបែរតែចាំដាស់ជើងគាត់ទេគាត់ដឹងពេលវេលាទូទាគាត់យើងណែនាំប្រាប់គាត់គាត់យកចិត្តទុកដាក់ទី1ទៀតគឺគាត់ស្ដាប់ហើយទោះបីគ្រូមិនបាននៅគាត់ព្យាយាមប្រាប់ណែនាំមកសិស្សបង្ហាត់តប្រកួតពេលគាត់នៅបាទគាត់ព្យាយាមគាត់ជួយមើលសិស្សប្អូនសិស្សបងទៅបាទក្នុងក្លឹបនោះតាមរយៈសមត្ថភាពរបស់ឈឿនល្បីបើនិយាយអំពីចូល10ឆ្នាំមុនណាសមត្ថភាពរបស់10ឆ្នាំមុនឈឿនល្បីមិនអាចរកលុយរដ្ឋាភិបាលបានដោយរាល់ថ្ងៃទេក៏ប៉ុន្តែរាល់ថ្ងៃដោយសារតែបច្ចុប្បន្នគឺមានក្រុមហ៊ុន sponsor ធំនៅក្នុងស្រុកខ្មែរយើងគាត់ចាប់ផ្ដើមប្រជែងគ្នាអភិវឌ្ឍដាក់ sponsor តាមរយៈការវិនិយោគជាមួយនឹងវិស័យគុនខ្មែរនឹងហើយអញ្ចឹងស្ថានីយ៍នីមួយចាប់ផ្ដើមដេញជើងគ្នាដូចគ្នា sponsor ក៏ប្រជែងគ្នាស្ថានីយ៍ក៏ប្រជែងគ្នាកត្តានឹងហើយដែលធ្វើឲ្យកីឡាករគាត់អាចរកចំណូលបានច្រើនរហូតដល់បច្ចុប្បន្ននេះឲ្យតម្លៃខ្លួនសិស្សថ្លៃហើយឲ្យតម្លៃខ្លួនទៅលើគ្រូបង្វឹកថ្លៃទៀតជាក់ស្ដែងនៅក្នុងស្រុកខ្មែរមានក្លឹបមួយដែលអាចទាបានសិស្សគាត់
ប្រកួតមកប្រកួតបានជាង 73,000 ហើយក៏ទាយថ្លៃក្លឹបបាន $500 ទៅ $1,000 ទៀតតាមកម្មវិធីនេះមួយៗ